ចាសស្ដីខំស៊ីណូមានន័យថាម៉េចដែរផ្លាកសញ្ញាបែបនេះគឺក៏យើងកម្រឃើញនៅតាមទីក្រុងឬក៏ទីប្រជុំជននៃចាស់ភាគច្រើនគឺនៅតាមផ្លូវរៀងតូចៗឬក៏កន្លែងអត់សូវមានមនុស្សដោយសារអីដោយសារផ្លាកសញ្ញានេះគឺវាខុសពីភ្លើងសញ្ញាទូទៅភ្លើងសញ្ញាទូទៅនៅពេលដែលវាមានត្រូវដល់ម៉ោងវាមិនបដូរពណ៌បងប្អូនណាតែខំស៊ីណូហ្នឹងវាអត់បដូរពណ៌ទេលុះត្រាតែបងប្អូនចូលទៅអាកន្លែងគំនូសសញ្ញាដែលគេឲ្យយើងចូលឡាននេះ4ជ្រុងនោះពណ៌បៃតង4ជ្រុងបងប្អូនចូលឡានទៅកន្លែងហ្នឹងទៅបានវាមាន sensor ទៅបានវាធ្លាក់ភ្លើងពណ៌ខៀវឲ្យយើងបត់ឆ្វេងហ្នឹងណាកន្លែងខ្លះអត់ឃើញមានគំនូសឲ្យគេអត់គូសគំនូសឲ្យយើងទៅទេយើងគ្រាន់តែឈរធ្វើមិនឲ្យគំនូសខ្សែចិត្តពណ៌សយើងឈប់កន្លែងហ្នឹងទៅគឺវាមាន sensor វាហើយវាលោតសញ្ញាឲ្យយើងបត់ទៅបងប្អូនអញ្ចឹងបើសិនជាយើងអត់ចូលអាកន្លែងគំនូសហ្នឹងទេយើងនឹងរងចាំរហូតហើយភ្លើងពណ៌ខៀវក៏វាអត់លោតមកដែរអញ្ចឹងបងប្អូនត្រូវចំណាំមើលផងបើសិនជាមានពាក្យហ្នឹងយើងត្រូវចតឲ្យត្រូវគំនូសវាទៅវាលោតទៅ